បងប្រុសម្នាក់បានធ្វើការសន្តិសុខនៅក្នុងក្រុមហ៊ុនសន្តិសុខ SCTS មួយកន្លែងតែបែរជាមិនព្រមបើកប្រាក់ខែឲ្យគាត់បាទបងប្អូនទាំងអស់គ្នាចង់ដឹងថារឿងរ៉ាវលំអិតទៅជាបែបណាយើងទៅសាកសួរគាត់ទាំងអស់គ្នាផងដែរជម្រាបសួរបងប្រុសបាទតើថ្ងៃនេះបងមានបញ្ហាដែរឃើញពាក់កៅអៅឯកស្ថានសន្តិសុខមករកប្អូននេះមានកាយដែរបងមានបញ្ហារឿងក្រុមហ៊ុនសន្តិសុខគាត់អត់ព្រមបើកប្រាក់ខែខ្ញុំហើយខ្ញុំក្រុមហ៊ុនសន្តិសុខហ្នឹងអត់បើកប្រាក់ខែបងបាទអូមូលហេតុអីដែរបានគេអត់បើកប្រាក់ខែបងហ្នឹងគាត់និយាយទៅគាត់មានលេសច្រើនដំបងថាខ្ញុំបោះបង់ការងារបន្ទាប់មកបោះបង់ការងារទៅពេលខ្ញុំដោះស្រាយការងារបោះបង់ថាបកគលនោះជាអ្នកឲ្យខ្ញុំឈប់ហើយខ្ញុំសុំបាត់តាមរយៈបកគលនោះមេរំបន់ខ្ញុំសុំតាមគាត់តែមេរំបន់គាត់ថាតែឲ្យយើងឲ្យគាត់ឲ្យខ្ញុំហ្នឹងបម្រើការងារទៅមិនបាច់ចាំខ្វល់រឿងហ្នឹងឯងចាំគាត់រាយការណ៍ទៅថ្នាក់លើដើម្បីឲ្យគាត់ធ្វើអីមេតំបន់ហ្នឹងអ្នកនិយាយមកបងចឹងអូទៅមានន័យថាមេតំបន់ហ្នឹងមកនិយាយកាត់បងឲ្យបងធ្វើការធម្មតាទៅទុកឲ្យគាត់ហ្នឹងជាអ្នកដាក់ពាក្យជួលដំណឹងហ្នឹងទៅកាន់ថ្នាក់លើបាទតែដល់ពេលចុះឡើងខាងនោះគាត់ថាគេអត់មានទទួលបានឯកសារអីទេអត់មានទទួលបានឯកសារអីទេបាទអត់មានដឹងដំណឹងអីទេហើយចោលរឿងអត់បើកប្រាក់ខែហ្នឹងមិនទេបងរឿងដឹងបើកប្រាក់ខែខ្ញុំអត់ដឹងដោយសារខ្ញុំដាក់លេងតែគាត់យល់លេសមួយថាចេះហើយគាត់ថាយើងបោះបង់ការងារពេលសួរទៅដល់ថាអ្នកដូចអ្នកឲ្យខ្ញុំឈប់មកដល់ពេលមូលហេតុនឹងឲ្យអស់គាត់មានលេសមួយទៀតនិយាយថាខ្ញុំប្រព្រឹត្តបទល្មើសអញ្ចឹងខ្ញុំសាញ់បទល្មើសគេពេលខ្ញុំធ្វើការនៅកោដៅហ្នឹងសូម្បីតែដីអាកន្លែងក្លុកហុងក៏ខ្ញុំលីយកមកចាក់ដីឲ្យឡានបើកស្រួលអាផ្លូវហ្នឹងវាក្លុកធំហ៎ខ្ញុំចាក់បើឲ្យខ្ញុំជឿបើទៅមើលកន្លែងក្លុកហ្នឹងខ្ញុំចាក់ហើយដល់ពេលគាត់ថាខ្ញុំប្រព្រឹត្តបទល្មើសខ្ញុំសួរឥឡូវបើខ្ញុំប្រព្រឹត្តបទល្មើសសូមឲ្យគាត់ចេញដីកាឬក៏កោះឲ្យតឡាការកោះហៅខ្ញុំដាក់ពាក្យបណ្ដឹងឲ្យចំកោដៅឲ្យគេឆែកកាមេរ៉ាមើលតើខ្ញុំធ្វើអីខ្លះបាទឲ្យគេចំមកខ្ញុំមកចូលរឿងអត់បើកប្រាក់ខែបងហ្នឹងអស់រយៈពេលប្រហែលខែហើយដែលគេអត់បើកប្រាក់ខែបងហ្នឹងតែខែចុងក្រោយហ្នឹងឯងអូប្រហែលដែរបងប្រាក់ខែហ្នឹង200មួយខែ200ចៃគាត់អស់20000គាត់ថាខ្ញុំចៃអស់5-100000ហើយខ្ញុំសួរថាអ្នកណាអ្នកចៃ5-100000ហ្នឹងហើយមកសួរខ្ញុំវិញអាហ្នឹងគេហៅដល់របៀបអ្នកទិញអ្នកស៊ីទៅទិញនំស៊ីអ្នកបានស៊ីតែអ្នកទៅស៊ីហ្នឹងជឿយកឈ្មោះយើងទៅជួលប្រហែលខ្ញុំគិតចឹងអូអញ្ចឹងមានន័យថាតាមការសង្ស័យរបស់បងហ្នឹងអ្នកដែលខ្ចីហ្នឹងមិនមែនជាបងទេអាចនឹងណាគេផ្សេងចឹងទៅបាទអូអាចខ្ចីទេបើខ្ញុំទៅខ្ចីហើយខ្ញុំអត់ដែរស្គាល់លេខទូរស័ព្ទតែខ្ញុំឆែកតាម Facebook ហ្នឹងខ្ញុំឃើញអូហ្វីសហ្នឹងព្រោះខ្ញុំតាក់តងទៅសុំលេខអ្នកណាគាត់ឲ្យខ្ញុំដែរអញ្ចឹងខ្ញុំឆែកតាម Facebook ហ្នឹងដើម្បីខ្ញុំឆែកមកខ្ញុំឃើញ logo ហ្នឹងខ្ញុំក៏ហ៊ានតេទៅតាមហ្នឹងលេខមើលទៅដូចលេខនៅក្នុងហ្នឹងខ្ញុំតេទៅឃើញលេខមេហ្នឹងមែនតែដល់ពេលនិយាយមួយគាត់និយាយថាខ្ញុំដំបងតេទៅបងព្រោះថាឈ្មោះគេតែគាត់មិននិយាយពីយើងធម្មតាសួរឯងឈ្មោះគេពួកសិនចុងនិយាយទៅនិយាយឆ្លើយចឹងហ្មងអត់មានក្របខ័ណ្ឌសិលធម៌ដែររៀនសិលធម៌សមគាត់អត់ចង់និយាយមួយប្តីខ្ញុំទេតែគាត់និយាយមួយខ្ញុំលក្ខណៈថាលុយអត់បើកឲ្យមែនតែឲ្យខ្ចីតែ50យកកូនទៅពេទ្យទៅលុយប្តីអូនឯងប្តីអូនឯងកូនណាខ្ញុំថាកូអីអាពេលខ្ញុំឲ្យប្តីខ្ញុំជូនដំណឹងទៅក៏ខ្ញុំធ្វើសាស័យបានដែរមេតំបន់គាត់ថាចាំគាត់អ្នករត់ឯកសារឲ្យដាក់ឯកសារទៅហ្នឹងដើម្បីលាឈប់ពីការងារបងណាចាខ្ញុំឲ្យគាត់ជួយនេះទៅកូនឈឺឲ្យជួយនៅមើលកូនមួយរយៈដែលកូនជាទៅចាំធ្វើការរោងចាក់ពីអ្នកប្តីប្រពន្ធវិញយើងមានបានឈប់កិច្ចវេះពីការងារបានគេបើកប្រាក់ខែឲ្យក្នុងមួយថ្ងៃណាក៏ខ្ញុំមិនដែរឈប់ដែរអត់ដែរឈប់មួយថ្ងៃសោះបាទដែរឈប់មួយថ្ងៃបុណ្យបែឈឺក៏ខ្ញុំទៅដែរសូម្បីឈឺហ្នឹងក៏យើងទៅបាទខ្ញុំឈឺមួយថ្ងៃហ្នឹងជួលគេយាមជំនួសបាទមានតែមួយថ្ងៃទេចុះគេមាននិយាយថាម៉េចទេពេលដែលយើងអត់គេបើកប្រាក់ខែយើងអញ្ចឹងខ្ញុំនិយាយសម្រួលតវ៉ាសម្រួលអស់វិចិត្រហើយក៏ខ្ញុំនិយាយពាក្យគួរសមទៅគាត់ដែរមេនិយាយសុំមេតាមត្រូវពេលខ្ញុំជម្រាបគាត់តែគាត់និយាយមកគាត់និយាយក៏និយាយទៅតាំងខ្ញុំចូលនិយាយទៅហែងតែខ្ញុំអត់ប្រកាន់សម្ដីទេខ្ញុំដឹងអាសិនសុកវាច្រើនរាំងឲ្យតែមានស្លៀកឯកស្ថានអីតាមត្រូវហ្មងណាទៅដល់ណាដល់ហ្នឹងហើយទៅតាមអង្គុយផឹកពេកក៏មិនគួរសមឡៃតុកដែរបងឯងលើកមកទាំងប្រមាណនេះសិតតែជារឿងពិតទាំងអស់ហើយបងណារឿងពិតបងរឿងពិតទាំងអស់បើសិនជាមិនមែនជារឿងពិតរឿងបដិទ្ធបងអាចហ៊ានទទួលខុសត្រូវខ្លួនឯងការពិតបងក្រុមហ៊ុនសន្តិសុខ SCTS ផងបាទជួយមើលនៅករណីនេះផងដែលបាទបើកលុយឲ្យបុគ្គលិកណាដែលបងប្រុសម្នាក់គាត់ជាអ្នកសន្តិសុខនៅក្នុងក្រុមហ៊ុន SCTS បាទខែគាត់បាទការខ្ចីលុយខ្ចីចឹងទៅតែគាត់ហ្នឹងគឺថាបានខ្ចីទេបាទ
ហើយចឹងសូមអាមេសន្តិសុខបាទជួយមើលផងបាទហេតុអីបានជាមិនបើកលុយឲ្យគាត់ចឹងបាទប្រិមិត្តបាទពួកគាត់នេះសិតតែត្រូវការលុយខ្លាំងមែនតើដើម្បីមកចិញ្ចឹមកូនប្រិមិត្តបាទដូចបានឃើញកូនទួយខ្លាំងមែនតើបាទប្រិមិត្តជួយមើលផងបាទប្រិមិត្តបាទហើយចឹងជុំវិញនឹងករណីនេះផងដែរខ្ញុំបាទក៏មិនមានអ្វីច្រើនដែរគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លីៗឲ្យបានជ្រាបជប៉ុនមានតែប៉ុណ្ណេះបើសិនជាមានអ្វីបន្ថែមខ្ញុំបាទរតនារួមទាំងក្រុមការងារនឹងអាប់ដេតជប៉ុនបងប្អូនជាបន្តផងដែរបាទសូមអរគុណនិងសូមគោរពលាម៉ូតូរហូតដល់100គ្រឿងម៉ូតូរហូតដល់តែ100គ្រឿងម៉ូតូរហូតដល់100គ្រឿងម៉ូតូរហូតដល់100គ្រឿងរង្វាន់ម៉ូតូ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 រហូតដល់100គ្រឿងរង្វាន់ម៉ូតូរហូតទៅដល់100គ្រឿងឈ្នះរង្វាន់ម៉ូតូ100គ្រឿងលុយសុទ្ធ400លានរៀលនិងសម្រាប់ប្រើប្រាស់ជាច្រើនទៀតជារៀងរាល់ថ្ងៃរហូតដល់អស់ស្តុកទាំង5សាខាពីក្រុមហ៊ុនម៉ូតូមួយគីពិសេសសិក្សា2ម៉ោងបានម៉ូតូជិះអមដោយក្តោប21មុខប្រញាប់ឡើងពុកម៉ែបងប្អូនដល់គ្នាចំនួនមានកំណត់